បន្ទាប់ពីគេកាប់ដើមពត្រាខ្ញុំអស់រលីងរលត់មកហើយឥឡូវនេះខ្ញុំចាប់ដើមថែទាំហើយបាទនេះខ្ញុំយកជីអាចមន់លីមុកមន់មកដាក់បាទដំណាំរបស់ខ្ញុំអត់ដាក់ប្រើជីគីមីទេបាទពីព្រោះជីគីមីវាអាចប៉ះពាល់ដល់ដីប៉ះពាល់ដល់សុខភាពមនុស្សបាទចឹងហើយខ្ញុំប្រើតែជីធម្មជាតិបាទដូចជាជីលិមុខសត្វបាទជីអីហ្នឹងបាទហើយសូម្បីតែការបាញ់ថ្នាំហ្នឹងក៏ខ្ញុំមិនប្រើថ្នាំគីមីដែរគឺខ្ញុំប្រើនេះបាញ់ថ្នាំសត្វល្អិតអីហ្នឹងគឺខ្ញុំប្រើទឹកនោមលាយជាមួយស្តៅបាទទឹកនោមលាយជាមួយស្តៅហើយយកមកបាញ់បាទវាធម្មជាតិពិតបាទអញ្ចឹងនៅកសិដ្ឋាននៅហ្វាមខ្ញុំនេះគឺមិនប្រើជីគីមីទេហើយក៏មិនប្រើថ្នាំគីមីដែរបាទគឺប្រើជីធម្មជាតិជីលិមុខសត្វជីអីហ្នឹងបាទហើយឬក៏កតិកទីផ្ទះបាយហ្នឹងខ្ញុំយកមកចាក់គល់ចាក់អីចឹងណាបាទខ្ញុំអត់ប្រើជីគីមីទេវាអាចប៉ះពាល់ដល់គុណភាពដីប៉ះពាល់ដល់សុខភាពមនុស្សបាទអរគុណច្រើនបងប្អូន